ថាប្រជាជនជាធំតាមលក្ខខណ្ឌរបស់ចិនគឺប្រជាធិបតេយ្យតាមបែបផែនចិនគឺជាមធ្យោបាយមួយដែលសមស្របជាមួយលក្ខខណ្ឌរបស់ចិនដើម្បីផ្ដល់ផលប្រយោជន៍ដើម្បីជាមធ្យោបាយមួយដ៏សំខាន់នៅក្នុងជាគន្លឹះដោះស្រាយបញ្ហានៅក្នុងប្រទេសចិនចង់ដឹងថាមានប្រជាធិបតេយ្យកម្រិតណាយើងទៅពិនិត្យមើលទៅលើជីវភាពរស់នៅរបស់ប្រជាជនចិនបើប្រជាជនចិនរីកចម្រើនមានន័យថានោះគឺជាលក្ខខណ្ឌដ៏ល្អប្រសើរនៃប្រជាធិបតេយ្យតាមបែបផែនចិនបទពិសោធន៍នៃការចាក់ផុតពីភាពក្រីក្ររបស់ប្រជាជនចិនរួមជាមួយនឹងកំណើនសេដ្ឋកិច្ចជំហរដ៏រឹងមាំដែលបានបង្ហាញឲ្យឃើញថាប្រជាធិបតេយ្យនៅក្នុងប្រទេសចិនបានដំណើរការហើយជាប្រជាធិបតេយ្យដែលមានប្រជាជនជាង 1400 លាននាក់នៃគំនិតតាក់ទងជាមួយនឹងលទ្ធិប្រជាធិបតេយ្យដែលផ្ដល់ផលប្រយោជន៍ពិតប្រាកដស័ក្តិសិទ្ធិភាពបំផុតសម្រាប់ដំណោះស្រាយរបស់សង្គមប្រជាធិបតេយ្យមិនមានគំរូទេមិនមានឯកស្ថានទេប្រទេសនីមួយៗមានបែបផែនរបស់ខ្លួនដោយសារបទពិសោធន៍ដ៏ជោគជ័យរបស់ប្រទេសចិននៅក្នុងការអនុវត្តប្រជាធិបតេយ្យរបស់ខ្លួននាំឲ្យប្រជាជនស្គាល់នៅវិបុលភាព